គ្នាឥឡូវនេះខ្ញុំបានមកដល់ក្នុងបរិវេណវត្តស្ដីហើយថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃកម្មវិធីវត្តស្ដីគេមានកម្មវិធីបោះទៀនហើយនឹងកម្មវិធីផ្សេងទៀតអញ្ចឹងខ្ញុំនឹងថតទស្សនវិជ្ជាឲ្យអ្នកទាំងអស់គ្នាបានទស្សនានៅថ្ងៃចុងក្រោយនេះអូខេដូងលាក់មកគេដូងនៅណាតាមរកសាច់ញាតិជួបហើយនេះសាច់ញាតិស្វែងរកសាច់ញាតិដំណឹងស្វែងរកសាច់ញាតិកាប់ឡកកើដល់យាយថតយាយthôiកាប់បិទមិនមែនសុបិនទេអើបិនដល់ដល់វាក្អមហើយចុះឈ្មោះវាក្អមគេយើងនឹងរៀបចំបោះទៀនទៅគណៈកម្មការផ្ដល់មន្តមកឲ្យតែបីដំបងគេយ៉ាត់តោះមិនយល់មិនឆាប់ទៅដល់ដាក់តាមមកទៅរបស់គណៈកម្មការយើងចុះឈ្មោះធ្វើណាបងណាទៀតបងណាបងមករកគណៈកម្មការរំពន្ធគេឥឡូវដល់វាឡើងទៅសອບខ្លាញ់ហើយខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាឲ្យទៅដល់ទៅចាក់បងត្រង់ទឹកគេលេងល្បែងរួចរាល់អស់ហើយឥឡូវនេះដល់ពេលចាប់ទៀនម្ដងហើយអូខេចាំមើលថាឆ្នាំនេះចាប់ទៀនបានគេអត់ទេសាច់គ្នាយើងច្រើនដែរ 4-5 នាក់មិនក៏បានទៀនដែរហើយអូនដែរតែមកជុំចូលកំភ្លេចក្រុមអ្នកត្រីនេះគាត់ទៅលើតាមស្នោតនៃកំពៀនតាមស្នោតកុំអីមួយទៅនេះត្រីសំណាង100សំណាងបាទគឺយើងចាត់តាមតាមទូចុយយើងដងវ៉ាន់មួយសិនរង្វាន់ធំសតុតមួយឥឡូវនេះកម្មវិធីបោះទៀននៅវត្តស្ដីបានចាប់សពគ្រប់អស់ហើយប៉ុន្តែនៅជប់គឺមានកម្មវិធីរំរែកហើយនឹងកម្មវិធីលេងល្បែងប្រជាប្រិយផ្សេងទៀតមកជើងនេះក៏អត់ខាតដែរយើងបានទៀនមួយដែរបានសពុតមួយអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបា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 យហើយចុះនៅមានស្អីជួបពីតទៀត